ប៉ិតមិនប៉ិតយើងសាកមើលទាំងអស់គ្នាជាមួយនឹង YSL Mon Paris EDP បើមានចម្ងល់យកទឹកអប់មកយើងសាកមើលទាំងអស់គ្នាមួយនេះគឺ fake គម្របគេគឺរាងធំហើយពិបាកដកខ្លាំងមែនទែនរាងតឹងហើយចំណែកខ្សែនេះវិញគឺវាយឺតដូចខ្សែយឺតអញ្ចឹងបងហើយបូគេក៏អត់ premium ដែរចំណែកឯទឹកអប់ស៊ីនវិញគម្របគេគឺស្រួលដកអញ្ចឹងអត់តឹងទេចំពោះបូវិញគឺ premium ស្អាតសាច់កណាត់ស្អាតហើយកន្លែងនេះទោះបីខ្ញុំមួលមិនក៏អត់មកដែរគឺនៅតឹងជាប់នៅនឹងហ្មងអូនិយាយទៅ copy ឡើងស្តៀងខ្លាំងមែនតើតែមើលឡើងអត់ចង់ដឹងបងហើយឥឡូវខ្ញុំសាកយកគម្របទឹកអា fake ហ្នឹងមកគ្រប់គឺវាអាលងអញ្ចឹងហ្មងដាក់អត់ចូលទេហើយបើយកអាស៊ីនទៅដាក់អា fake ក៏អត់ការដែរនិយាយទៅគម្របវាគឺខុសគ្នាមួយធំមួយតូចចំណែកឯគម្របក្បាលបាញ់របស់គេវិញក៏ខុសគ្នាដែរពេលខ្ញុំថតនិយាយទៅវាអត់សូវ focus ហងបងគាត់ថាយើងបងអាចស្កប់ឲ្យមើលបានណាបើសិនជាមានទឹកអប់នៅទេហើយយើងមានការសង្ស័យឥឡូវគឺយើងបន្តទៅមើលកន្លែងក្បាលបាញ់បងមិនដឹងហៅអីទេបងអាចមើលបានវាស្តៀងគ្នាតែវាអត់ដូចគ្នាទេបងអាចមើលបានណាជាទូទៅតាមដែលមើលហ្នឹងទឹកអប់ស៊ីនគឺរូបរាងគេមិនថាគម្របមិនថាក្បាលគឺរាងទូចប៉ុន្តែបើសិនជារបស់ fake គឺចេញមករាងធំអញ្ចឹងដូចខ្ញុំប្រៀបធៀបក្បាលបាញ់អញ្ចឹងបងអាចមើលបានទឹកអប់ fake គឺមើលទៅវារាងធំកប៉ោងជាងហើយកន្លែងក្បាលបាញ់មូលហ្នឹងក៏រាងធំដែរពេលខ្លះនៅពេលដែលយើងទិញយកទៅអត់បានចាប់អារម្មណ៍វាអាចមានការផន់ច្រឡំដែរឥឡូវយើងមកមើលបាច់ខាងក្រៅម្ដងទឹកអប់ស៊ីនគឺចេញមកជ្រុងស្អាតហើយមានស្មើមានកលៈតែបើទឹកអប់ fake វិញគឺរាងមូលអញ្ចឹងបងមូលហើយវាអត់ជ្រុងស្អាតទេចានេះគឺជាការចែករំលែកចំណេះដឹងតិចតួចចំបងសង្ឃឹមថាជាប្រយោជន៍ជូនបងខ្លះណាអរគុណច្រើន